បាទសួស្តីបងមេថ្ងៃនេះមក review ដងសាយរបស់យើងទៀតហើយប្រភេទកបោន9 ម៉ែត្ររបស់យើងប្រវាយវាពេញ9 ម៉ែត្របងប៉ុន្តែយើងយកទៅលេងអាកង់លើយើងអាចលេងបានទេវាទូចពេកយើងអាចយើងបើយើងលេងយើងអាចវាអាចធ្វើមុខនឹងការបាក់បងណាអញ្ចឹងប្រវាយវាលេងបានតែ8 ម៉ែត្រជាងទេយើងថែមដៃតនេះ3ទឹកទៀតទៅបាន8 ម៉ែត្រកន្លះហើយមកឈុតដែលខ្ញុំកាន់នៅដៃនេះបងតម្លៃវា170000ពីសេវាផ្ញើបងណា8 ម៉ែត្រកន្លះដងស្អាតហាប់ណែនរឹងល្អមានការធានាពីអ្នកលក់ទៅហើយបងដែលគាត់ទិញពីខ្ញុំទៅពីមុនយើងមានបញ្ហាវិលឡៃនេះបងណាវិលឡៃនេះវិលឡៃនេះអញ្ចឹងឥឡូវយើងមានវិធីសាស្ត្រដោះស្រាយហើយបងប្អូនទិញយកទៅលេងទៅលេងវិលឥឡូវបាទគឺយើងមានវិធីសាស្ត្រដោះស្រាយមួយវាដាក់ទៅដឹងតែលេងហ្មងលេងវិលហើយបងធានាឲ្យឥឡូវយើងមានវិធីសាស្ត្រធ្វើឲ្យវាលេងវិលបានអញ្ចឹងដងសាយយើងចុះតម្លៃជាងមុនបងដោយសារនៅលើទីផ្សារឥឡូវមានគេចូលលក់ច្រើនអញ្ចឹងតម្លៃយើងគឺមានការប្រកួតប្រជែងអញ្ចឹងបានយើងតរៀងធូរថ្លៃបន្តិចបានលក់ដាច់ជាងគេបងណាអញ្ចឹង8 ម៉ែត្ររបស់យើងក៏ធ្លាក់ដែរបង8 ម៉ែត្ររបស់យើងនៅសល់តែអានេះ170000ព្រីសេវា8 ម៉ែត្រ150,000ព្រីសេវា7 ម៉ែត្រ130,000ព្រីសេវាបាទគឺតម្លៃយើងចាប់ដើមរៀងធូរថ្លៃបន្តិចហើយដោយសារយើងកំងពីរោងចក្របានមករៀងតថ្លៃទៅឥឡូវយើងជាម៉ួយរបស់គេអាចចុះតម្លៃឲ្យយើងអញ្ចឹងយើងចុះតម្លៃជូនបងប្អូនដែរបាទហើយប្រភេទកបោនអត់មានចក្រមយើងកំងមកពីរោងចក្របានមកហើយប៉ុន្តែយើងធ្វើអត់តឲ្យភ្ញៀវឯងបងសូមអធិស្ឋានភ្ញៀវដែលគាត់កំងកក់លុយដែលគាត់ឲ្យលុយអស់ទាំងភ្ញៀវដែលកក់យើងធ្វើអត់តឲ្យគាត់ទេអញ្ចឹងបងដែលចង់បានសេរីដែលអត់មានចក្រមនេះបងអាចទិញយកទៅខ្លួនឯងរុំខ្លួនឯងឬក៏ជួលជាងយកទៅរុំបងណាអញ្ចឹងខាងបងប្អូនធ្វើអត់តទេជាងតែមួយទេបាទអញ្ចឹងគាត់រុំមកយើងអត់តហើយដងសាយនុកយើងនៅមានធម្មតាបងធូរថ្លៃគុណភាពនៅលេងបានអែមអត់អីទេហើយប្រភេទដងស្មាច់ដោយសារមានបងប្អូនយើងឆាតមកសួរច្រើនគាត់ចង់បានបន្តិចទៀតខ្ញុំនឹងយកចូលមកទៀតបងប្អូនហើយខ្ញុំនឹងទិញឧបករណ៍រុំខ្លួនឯងហើយខ្ញុំធានាតម្លៃឲ្យលក់តម្លៃឲ្យគឺក្រឹមទីផ្សារបងប្អូនណាស្មាច់ហើយប្រភេទនេះក៏ដោយខ្ញុំនឹងទិញឧបករណ៍មករុំខ្លួនឯងកែច្នៃឲ្យបងប្អូនលេងមកស្អាតហើយបងប្អូនតាក់ទងដងសាវបងប្អូនចង់ដឹងតម្លៃអាចឆាតសួរបានបងហើយទីចិត្ត3-10 ម៉ែត្រក៏ចូលមកដែរបងហើយតម្លៃ3-10 ម៉ែត្រយកមកជើងនេះគឺតម្លៃធូរល្អបងធូរល្អមែនតើតម្លៃវាដូចជាមួយស្លឹកបន្តិចទេធ្វើឲ្យហ្មងមានចាយញ៉ែឲ្យមកស្អាតបាទអត់ដល់50,000ទេបងណាក្រឹម50,000មកដើមហ្នឹងហើយអញ្ចឹងថ្ងៃនេះមកនិយាយតែពីដងសើទៅប៉ុណ្ណេះទេអញ្ចឹងបងត្រូវការឆាតចូលពេកអរគុណច្រើន